Team Spirit បាទជាមួយនឹង Save Your Gaming វគ្គទី1បាទចូលមកដល់ចំ Sunset ឈរនឹងវិញណាវ៉ូកន្លែងនេះចម្លែកនេះ position ឈរឡើងវិញបាទ Farmy យើង leader យើងមើលតែប៉ុណ្ណឹងដែរ Farmy យើងគឺអាចលេងបានអញ្ចឹងការដែលចាត់ផាច់2ផាច់ចុងក្រោយ Farmy ត្រូវបាន back ទៅ meta ដែលចំនួនខ្លាំងបានន័យថាទៅតាម LT ចាច់ព្រាមអត់សោតមកគុំប្រវល់ដបងហើយ3ជុំឯទៀតអត់ទេបាំងបាទមួយមានការវាយ mid ដើម្បីដល់ជាមួយ spell ចាយ spell មួយអត់បញ្ហាមានការដូរជាមួយរបស់ C មួយនេះគ្នាប៉ុន្តែ Romer អត់បញ្ហានេះគ្នាសោះជាម្នាក់ម្ដាយបាទចាយមួយដូចគ្នាមួយអូគេចូលណយអត់ទេបាទភ័យលីម៉ូតហេរ៉ូខ្លាំងវ៉ែ4ហ្នឹងគេចូលវាយមុនវ៉ែ4ទៅជាណាតែចាក់ skill ទី1របស់ detective ជឿជាងតែដាច់ map retreat តែការបើក map បានមាន box team បើក map ចាក់អូចាក់ត្រូវពេលទេបាទដោយសារយើងមាន map ដោយសារគេរុញ Romer យើងចេញបាត់ហើយបាទអត់បញ្ហាលេងបានអំឡំ assassin ដូចគ្នាបាទចាំង color make make ដូចគ្នាតែ balance យក command basic យកអំឡំ fighter shot បាទគេលេង EXP យ៉ា balance នេះ balance ដើរតួ balance EXP បាទអូខេ kit bomba លើកនេះគឺគាត់យកមកលេង experience land សំខាន់ហ៊ានណា pick balance ទាំងដឹងយើង pick Farmy ទាំងបើសិនជាគេគ្រាន់តែចង់ counter Farmy ហើយយើងយកក៏បានអត់យកក៏បានគេយក Teresna ល្អជាងតែគេដឹងតែយើងដឹងតែយក Farmy ហ្មងគេហ៊ានយក balance EXP មកមុនបាន copy នឹង Sora ទេបាទចាត់អីយ៉ាងណាវិញគឺជាជំរឿសនៅក្នុងការ freestyle របស់ខុយនីមួយតែត្រាស់យើងនៅតែមានរសជាតិជាងបន្តិចបន្តួចបាទតែនេះបើយើងនិយាយពី team fight 5ស្មើខ្ញុំគាត់ថារូបភាពយើងតំណងជាងឡើងសេះអត់ឡើងសេះដែរទេអត់ឡើងទេប៉ុន្តែព្រះក៏បានបើនេះក្នុងណា Farmy អត់មាន blade 4ទេ first blood ចូលទៅកាន់ជាមួយនឹង one shot បាទឡើងសេះនេះមិនអាចយក clear បានវិញឬក៏យ៉ាងណាមានការ copy មក Sora យកគេអស់ចូលទេយកគេអស់អូ fail អាយ៉ាឆោបឲ្យនឹងតែម្ដងជាមួយនឹង kit bomba 1 ទៅ 3 wow 1 ទៅ 3 ពី kit bomba រៀងលុយដែររបស់គេប៉ុន្តែជាមួយនឹងការសងមកវិញចុចជីវិត2អាយ៉ា copy skill វាយវិញជាមួយនឹង Badu សមដៃបាត់បោះជាមួយនឹង Badu OP ចេញទៅខាង map នៅតែបាត់បង់ពី Sunset Lover 3 អីលេងបានមួយសិនយើងការ start កន្លែងមិញអត់ល្អយើងតាមពិតពេលដែលលីម៉ូតដកហ្នឹងគឺយើងត្រូវឈប់ហើយកន្លែងហ្នឹងយើងត្រូវការ reset ដើម្បីមក control ជាមួយនឹងថតត្រឡប់មកវិញតែមិនយើងអស់ទាំង ultimate យើងអស់ទាំង spell យើងចាយទាំងជីវិតខ្លួនឯងដល់តែ3នាក់បាទជាការ start ដែលមិនសូវជាល្អទេសម្រាប់យើងបាទបាទនិយាយទៅធម្មនេះយើងនៅតែមានឱកាសនៃការគ្រប់គ្រងត្រឡប់មកវិញចឹងមិនជាបញ្ហាសម្រាប់យើងទេតែពិតបើសិនជា mid lane ប្រឡែងឲ្យ sing លេងបែបជា control objective វិញល្អclear 2 lane ជាថា clear 2 lane វិញល្អចំ sing មានអារម្មណ៍ថាគាត់មក rotate mid ភ្លាម clear 2 lane បាទ clear 2 lane ព្រោះថា Farmy ត្រូវការ item តិចតួចទេនៅក្នុង early តែបើសិនជា Granger មាន early គឺចំណេញបាទគេប៉ះបន្តគេឲ្យយើងនិយាយយើង up ហើយដល់សារយើងអែមណៃតតក្រោយខំបើសិនតតក្រោយលើយើងត្រូវបាក់កលិបរបស់ CC ម៉ាន់ទីទៀតបាទយកបៃតងទៀតបាទមកថតមកបៃតងមកថតទី1នេះនេះ 2k និង3 kill ព្រោះណាមិញយើង start ជាង5កន្លែងក្រុមនេះយើងខាតបាទយើងលងហើយបាទតែយើងអត់អត់តត់នោះទេទី1ឈូក៏អត់តមាន level 4 boxy ក៏អត់មាន flicker បាទមួយសិនមិនតអាចអស់ឱកាសទេព្រោះខាងនៅមុខទៅតែ 2k តែមិនបាទ knock up បានតែក៏អត់មានការតួដូចគ្នាខ្ជិបពី Badu អស់ចូលជីវិត2នេះខ្ញុំណែជាមួយនឹងការ copy Sora នោះទេពីវត្តមានរបស់ Kid Bomba មានការ knock up វាយទៅ detective បាត់បង់ detective មួយទៀតដូចនេះធ្វើការចាយ flick ដល់ថយចូលទៀតលឿនយកតែម្ដងបាទ boxy ដល់ថយទៅបាទនេះ wow កន្លែងមិញsing មក file កន្លែងខំយើងសោតតែលើ sing មួយប៉ុន្តែសារយ៉ាងណាក៏ដោយគោលការណ៍ double fighter នៅតែគេថាឌីមេទៅកាន់ចុងម៉ោងគឺបន្ទុកចុងម៉ោងគឺអ្នកមាន Golan គួរតែច្រើនជាងអញ្ចឹងណាអញ្ចឹងបើសិនជា sing fail ទៀតអាហ្នឹងយើងបាក់ខំគេសម្រេចចិត្ត Scott Changler យើងណាមួយមិនមែនជាការគេសម្រេចចិត្តទេយើង fail early បាទយើង fail ខ្លាំងដែរមិនបាទយើង fail early ទៅសัตว์ទូចហ្នឹងគេយកបាទជាប្រភេទណាមួយប្រភេទកលៀអាចបើក map បានជាមួយ Lunok Golan ចូលនឹង Golan គេលេខ300 goal Romer 800ចាំង Midland 600ចាស់ចាំងកន្លង 1k តែសារយើងដាច់2ដងហើយគេយកទៅថមទៀតគឺជារឿងធម្មតាឡើយទៅបានអាចប៉ះ clear ហើយរត់ទៅ mid បានតែប៉ុន្តែខ្ញុំអារម្មណ៍មួយតារាយើងវាមិនមែនជាតារាមើលមកគេតារានេះគឺបង្គុំឲ្យដេញវាយគេ5មកជាមួយនឹង2 Farmy ឥឡូវយើងសង្ឃឹមថាតោះនេះយើងធ្វើបានល្អបើតោះនេះយើងធ្វើបានល្អរូបភាពខ្ញុំនិយាយមិញហ្នឹងវានឹងកើតឡើងតែបើធ្វើបានល្អទេតារាហ្នឹងទុកប៉ុណ្ណាប៉ុណ្ណឹងណាយើងមិនអាចពឹង Granger មួយឲ្យយកធ្វើគ្រប់យ៉ាងបានទេនៅក្នុងវគ្គនេះបាទអញ្ចឹងគឺពណ៌ស្នាងល្អមានការចូលទៅចោល knock up
បោកវាយបានមុនបាត់បងបកស៊ីខ្ជិបជួយគ្នាមិនទាន់វិតពីក៏បានចេញនេះក្នុងណាសេះឡានកំឡាំងឡើងសេះវាយឬក៏មិនវាយអត់មានការវាយទេពិសេសជាងបានត្រឹមតែឈរមើលប្លែបាននោះដាច់ម្នាក់ឯងយកតែម្ដងជីពីទៅថោះ ជាការ start កន្លែងហ្នឹងក៏អត់ទៅល្អដែរនៃការយើង start កន្លែងហ្នឹងព្រោះគេ check map គេឈរនឹងមុនហើយយើងចូលគេនឹងអងយើងចូលហើយអញ្ចឹងពិបាកលេង អ្វីដែលកកាយាយមុនគិតបំបាគាត់មកធួនយើងទៀតគាត់ធ្វើយើងអស់ចំហមិនគាត់គាត់ឌឺយើងដើម្បីយើងឃឺគាត់ដើម្បីយើងឃឺគាត់លេងលេងបានល្អហ្នឹងហើយតោះយើងតាំងចិត្តឲ្យស្ងប់លេងមួយ team speed ហ្នឹង បាទដើរទៅ recall ទៀតណាក៏យកទៅថតគិតបំបាដើរទៅ recall ដល់ស្មៅបៃតង ហើយក៏មិនលេងខ្លាច team ហ្នឹងដែរញាស់ team ហ្នឹងឲ្យអស់ពីសមត្ថភាព បាទញ៉ាំវិញហើយ ទៅទៅញាស់រហូតហ្មង បាទក៏ពី style បឿន X7 ហើយបឿន X7 កាអមេស៊ីសិតដោយ emoji ញ៉ោះគ្រប់ team បាទ team ណាចាញ់ emoji អីចុច emoji ហ្នឹងបាទ 5k លេខ6-0 បាក់លេងវគ្គនេះបាក់លេង បាទមាន flick តតកមក flick តអូយទេបោកបានមុនមកព្រួញមកដៃខ្ជិបជាប់5ពីគិតបំបា Roadster តែរួចសត3នាក់តែប្រជុំរបស់ដូខ្ជិបជាប់ពោជាមួយនឹង Savo បាត់បាត់ទីទីបាត់បាត់ជាមួយនឹង Milan Last Man Standing 5 out នៅទី6បាទអត់អីតែមក kill លេងបានតាមប៉ុណ្ណឹងលេងបានបាទអត់អីទេបាទត្រឹមវគ្គទី1ទេយើងត្រូវតែសមត្ថភាពគេដែរថាគេមានអីថ្មីយើងមកលេងអត់តែបើថាមក balance មួយនេះរៀងធ្វើឲ្យយើងពិបាកលេងគួរសមដែរបាទយើងអាចនឹងដឹងដែរថា mid lane មិញបើយើង pick balance អាចនឹងចំណេញជាងនៃការ last pick ជាមួយនឹង Faramis ព្រោះដោយសារតែបើខ្ញុំគិតមួយថាបើសិនជាយើង pick balance គេ pick carry មកលេងយើងអាចនឹងពិបាកអញ្ចឹងកាលាគេអាចបោកបានដល់12នាក់ទាំង Lunap ក៏ដូចជា carry តែឆែតការ pick Leomord នេះចេញមកតែគាត់ថាត្រាស់មួយនេះគឺមិនជាត្រាស់តែពិបាកអីនោះទេសម្រាប់យើងលេងតែគាត់ថាវាជាកំហុសតិចតួចនៃការយើង start នៅក្នុង early បាទដើមវគ្គទៅធ្វើឲ្យយើងពិបាកលេងនៅពាក់កណ្ដាលវគ្គហ្នឹង 8k lit បាទ6នាទីដំបូងបាទមានការនាំមុខច្រើនសន្ធឹកយកតែម្ដងបាទឥឡូវយើងដើរជុំគ្នាហើយមានអារម្មណ៍ថា Faramis គឺឥឡូវ ultimate របស់វាអូ happy birthday បាទបាក់ស៊ីអើយគលាបោកទៀតហើយបាទវគ្គនេះគឺគេ snowball នេះក្នុងណាបាទដូចឲ្យដឹងជាមួយការឆែកបានដឹង map ដូចគ្នាដឹងតែសារតែគាត់ចូលស្មៅកន្លែងមិញ delay ភ្នែកបាទ ដោយសារតែមានអ្នកឈរមិនចង់ស្មៅវិញឈរចង់ស្មៅខាងនេះពេកចឹងគឺយើងដឹង តាមពិតតែចូលស្មៅ delay ភ្នែកហ្នឹងវាជាជំហានទី2ជំហានទី1បើសិនជាដឹងយើងដើរទៅស្មៅនឹងបាត់ហើយឬយើងដើរទៅលើបាត់ហើយបាទឡនិយាយទៅយើងដឹង movement គេទាំងអស់ មិញបើសិនជាគេអត់ឈរអាចចង់ស្មៅហ្នឹងអត់ delay ភ្នែកបាទចឹងទៅផល3ធ្លាក់ទៅលើគេ 9k lit យកតែម្ដងចឹងក៏លើគេយកដែរបាទការយក Leomord នេះគឺជាជំរើសល្អឯនៃការទុកមក do damage និង damage backline វាយទៅគេណាអាចហៅសេះវាយ backline ឲ្យ hero អបតបាយរត់បានតែដល់ពេលយើង fail early ទៅលុយគេច្រើនពេលហៅសេះគឺគេវាយយើងវិញបាទតែយើងឃើញថាបង្គំត្រាស់ដូចអត់សូវល្អតែមែនទេបាទត្រាស់នេះគឺនៅលេងបានទេគាត់ថាការដែលយើងខុសតិចតួចនៅលើ early ទៅវាធ្វើឲ្យការនាំមុខ goal experience ទៅលើខាងយើងច្រើនចឹងព្រោះយើងពិបាកលេងយើងពិបាក form យើងអាចលេង aggressive ដូចដែលយើងចង់ធ្វើនៅគម្រោងយើងរៀបទុកទេបាទចឹងត្រូវលេងមួយសិនបាទឥឡូវយើងបរាជ័យទាំង4 lane ណាលើកដាលក្រមនឹងចង់ goal គេទាំងអស់បាទ 10k ក្នុងនាទីទី8 impossible បាទ11k ទៅ0បោកទីជីវិត2ក៏បានចាញ់ជួយបកទីជាប់បាទនោះជាប់នៅទី1ទៅជាមួយនឹងស៊ីងម៉ាញ់ពីក្រៅនេះកំណាចជាមួយនឹងការអាប់តអត់ពីបកទីទីមិនប្រកបគ្រាន់មានជាមួយនឹងស្បាត់ដល់ទៅយកបានមួយ kill ពីស៊ីងផងដែរទៅកាន់ Kid Bomba បាទនេះអ្វីដែលខ្ញុំចង់ឃើញអារូបភាពអញ្ចឹង team fight តែគេអានេះអាចនិយាយបានថាគេរៀងក្របយើងច្រើនពេកតែបើសិនជាយើងលេង combo ហ្នឹង level 4 ត្រឹមថតទី1ឬថតទី2យើងលេងបានប៉ុណ្្នឹងខ្ញុំគិតថារូបភាពហ្នឹងគឺជារបស់យើងបាទបាទ comeback ហើយស៊ីងអត់បានបាទនិយាយទៅដូចនិយាយហ្នឹងអ្វីដែលយើងខុសយើងមិនអាចទៅអនុវត្តវានឹងកែប្រែវាបានទេដោយសារវាទៅជាអតីតកាលបាត់ហើយអញ្ចឹងបច្ចុប្បន្នកាលយើងត្រូវ set up គម្រោងការថ្មីដើម្បីនាពេលអនាគតយើងត្រូវធ្វើអីតទៅមុខទៀតដើម្បីកែប្រែអនាគតនឹងជោគវាសនាក្នុងវគ្គទី1នេះព្រោះដូចយើងឃើញការលេងប្រកបគឺគាត់លេង safe ហើយគឺយើងថាខ្លាចគេមិនព្រោះដោយសារគេលិតយើងខ្លាំងគេលិតអញ្ចឹងអ្វីយើងចាំគឺចាំឲ្យគេ over មកយើងវិញបើគេហ៊ានទៅ over ដូចយើងឃើញឈុតមិញអាហ្នឹងមកឈុតមួយឃើញប៉ុណ្ណឹងមិនបើមកឈុតមិញទៅ3នាក់គឺគេចាប់ដើមមានសម្ពាធវិញយើងមកហ្នឹងបាទហើយណាមួយអ្នកគេតែចាំថានៅក្នុង lot ទី1ក្រោម12នាទីយើងមានជាមួយនឹង shield turret បាទអញ្ចឹងយើងអាចនៅ clear បានជាមួយនឹង lot ទី1ជាពិសេសបើសិនជាក្នុងករណីការ push lot ទី1ហ្នឹងគេ greedy គេចង់ control ចង់បុកមក lot ហ្នឹងទៅក៏ជាការ fail របស់គេនេះប៉ុណ្ណឹង You play we carry Realme 15 Pro dominate from lot lane ដើម្បី lot ដាច់តែ lot មកហើយបាទ lot ខោនឹងខាងក្រោមអត់អីទេ
និយាយទៅ hero យើងលីអាម៉តលេតក៏នៅតែមាន damage ដែរបើក្នុងករណីដែលយើងតាមទីម goal ស្ទាន់ឬក៏យើងអាចទាញវគ្គនេះវាចូលទៅដល់ចុងម៉ោងនៃការលេងចូលដល់ឈានដល់16ឬក៏ចូលដល់ lot ទី3អីយើងនៅមានឱកាសលេងទីមេគេមកកន្លែងចោលតែមាន stack sky sister គឺយើងមិនចៃខ្វល់ទេហើយសូរ៉ានៅទៅលេងបានកន្លែងនេះគិតមកអាចនឹង 3D ចូលមកទៀតហើយបាទតែ40វិនាទីមុននឹងនេះចេញប្រហែលជាយូរដែរបាទយូរដែរហ្មងគាត់មាន flicker ព្រោះ flicker គាត់នៅសល់40វិទៀតបាទអញ្ចឹងហើយគាត់ចាំ push ជាមួយនឹង minion មក wave ទៀតបាទបង social ទាំងអស់សង្ឃឹមថាយើងអាចទប់បានប្រទាយនៅសវណ្ណខ្ញុំបាទបង mid កលេងនេះគ្នា server អាចចូលបាននេះគ្នាបាំង shield ទៅ spell flick នៅដដែលបាទខាងលើអត់មាន shield អញ្ចឹងកន្លែងនេះគេអាចនឹង set up ឲ្យយើងបែក7ពេកមួយមានការបើកម្នាក់ព្រះខ្ជិបជាប់3អរ៉ូដូរមួយបតាជីវិត2ក៏បានចាញ់បាទដូនៅត្រូវជាមួយនឹងការខ្ជិបចាញ់ដូចគ្នាបាទអីកុំឲ្យដាច់ទីស្រីហ្នឹងហើយយើងការពារយើងត្រូវចាក់ទីមួយណាមួយបដូគាត់ដឹងមិញគាត់ចាយ spell បាទអូពីក៏គាត់ប្រើតែ ultimate តែបន្តដើម្បីជួយរំដោះវគ្គមុននេះដូចនិយាយ 11k goal បើយើង 26k 38បើយើងឡើងដល់ 30k goal ដែរអាហ្នឹងយើងនឹងមានទឹកមាត់លេបទេយើងនឹងមាន damage តាមតនយើងបាទក៏ពេលយត់ពេកខ្ញុំឡើយគិតបំបានដូររបស់លេងបានហើយចឹងយើងជាមួយអ្នកគ្នាតែគេ all in ជាមួយនឹង goal super minion មួយ wave ចុងក្រោយនេះឬក៏យ៉ាងណាជាមួយនឹងការបាញ់ fishing ជីវិត2ក៏បានចេញឡើងសេះតែអាចវាយបានដូចគ្នា respect ខ្ជិបចូលជាមួយនឹង Vado តែអូអត់មកនេះក៏ដែរជួយមកសក្តាយបាទជាមួយនឹងការចូលទាញក៏ដាក់ជាមួយនឹង Detective ដូចគ្នាបាត់បង់ទៅលើ Vado បន្តទៀតទាត់មកជើងចុះបំទៅលើ Sun Silver shut down បាន4 kill មកដែរយោ boxy បាទមកឈុតមិញបាទលិចទៅទាត់បាទកប់សេរីដែរម្ដង16វិនាទីមុននឹងយើងកាត់មកវិញពីសមាជិកគ្នាយើងអូពីអាច spam skill បានในការជះរបស់គាត់បាទខេនមិនចោលអូពីយ៉ាងណាជាមួយនឹង Sabo នៅតែ South Fleet ដែរបាញ់ជីវិត2ជួយគ្នាចាប់មួយឆៅមួយអស់ជីវិត2ចេញមកវិញមាន spare ទេមិនមានទេពីអូពីម្នាក់ម្នាក់ជើងបាត់បាំងអូពីបាទមាន passive កាត់មកវិញតនៃការកាត់អត្ថរយៈពេលនៃការកាត់អស់ flick បាទអញ្ចឹងអស់មក flick ដូចគ្នាបាទដាច់តាមមកផ្លូវទេយើងវ៉ាវហើយបើយើងមើលឃើញការនាំមក 12k goal មួយ lot ដែលយើងតបបានប៉ុណ្ណេះមិនមែនជារឿងដែលគ្រប់គ្នាអាចនឹងធ្វើបាននោះទេបើយើងមើលទៅណា Golan ដាច់ 2k យ៉ាបាទអីស៊ីងគាត់តែប៉ុណ្្នឹងមាន damage ទេគូសំ Sky Passer ប្រហែល10សេកឯងចង្កលដាច់ 5000 លុយម៉ែចង្កលដាច់ 5000 លុយចុះមកគេកាងអស់ហើយណាបាទវាមកមានបើណាយកអត់មានបើតែគេកាងអស់ហើយអូពីក៏ចាប់ដើមយ៉ាមាន damage គូសំក្នុងការជះរបស់គាត់ដែរលុយ Von Lightning យកទៀតជា Nis Swan អីដូចសភៅមិនសភៅទេសភៅអត់ពាក់អញ្ចឹងជានេះជាបាទបាទអញ្ចឹង free lot ទី2ទៅគេទៀតបាទអត់ពីទាំងស្រុងនៅតែបន្ត lead 12k goal តតែនិយាយទៅ Sora ហ្នឹងប្រមាក់មួយទៅសារតែនៅពេលដែលយើងត្រូវចាំថានៅពេលដែលយើងគួចគេដកបានគួចពេលយើង immune ពេលដកបានគឺ combo នឹងលេងចាញ់បាទអញ្ចឹងគឺប្របាក់អញ្ចឹងតតែយើងចាំមួយសាទៀតអញ្ចឹងចាំមួយសាទៀតនៅពេលហ្នឹងគេតាប់យើងដូចស្អីហ្នឹងអាចនឹងពិបាកសម្រាប់វ៉ាឌូដែរក្នុងការលេងអានេះចាំមើលសាវ៉ូគាត់នឹងសម្រេចចិត្តនឹងការ copy អីអត់ជាស្អី Kid Bomba គាត់នឹងចង់ copy ជាមួយនឹង ultimate របស់ OP ឬក៏ copy ជាមួយនឹងវ៉ាឌូបាទវគ្គទី1ទេអ្នកគ្នាធ្វើចិត្តឲ្យរឹងមាំឡើងបាទបន្តលើកទឹកចិត្តបាទទោះជាការលំមុខ 13k ក៏គេបុកមិញក៏ពិបាកមួយយើងដែរឥឡូវចាំមើល lot ទី2មួយនេះបាទបុកកចូលអ្នកដែលភ័យមិនមែនជាយើងនោះទេបាទអ្នកដែលភ័យគឺជា team spirit នោះទេបាទសល់តែទីធំមួយក៏អស់ចិត្តផងដែរជាមួយនឹងការបោកបងស៊ីទៅមុនបន្តទៀតដូចគ្នាមកទូមកទឹកគ្រប់យ៉ាងបងស៊ីគិតទៅរងតតភ្លេចតែមានតែខ្ញុំល្អយកមែនដែរពី Kid Bomba ជាប់នៅក្រោយដល់9នាក់ដូចគ្នាមិនអាចតដៃបានទេជាមួយនឹង Sun Silver បង្ហាញលើរេកតិចទីទឹកជាមួយនឹង Detective ក៏បានត្រឹមតែរត់ដូចគ្នាមកបងដែលចេញមកពីស៊ីងដូចជាគ្មានដើម្បីគ្រប់គ្រាន់ទេសោះទាំងឡោះសោះទៅទីសោះទៅមានបាសបេឡងវាយទប់ដល់ទីតែម្ដងទៅលើវត្តមានរបស់សមាជិក CFU ជ័យជំនះវគ្គទី1ក៏បានទៅលើ Team Spirit បាទយើងធ្វើអ្វីដែល